តែអ្នកនឹងជ្រើសរើសផ្លូវមួយណាដើម្បីឆ្លងកាត់សន្មតថាមានផ្លូវ3នៅពីមុខអ្នកដែលអ្នកត្រូវតែជ្រើសរើសយកមួយដើម្បីដើរឆ្លងកាត់ផ្លូវទាំងនោះរួមមានផ្លូវ A ជាផ្លូវដែលពោពេញទៅដោយបន្លាស្រួចផ្លូវ B ជាផ្លូវដែលពោពេញទៅដោយដុំទឹកកកផ្លូវ C ជាផ្លូវដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅមិនឆ្លាតតែអ្នកនឹងជ្រើសរើសផ្លូវមួយណាដើម្បីដើរឆ្លងកាត់ចម្លើយអ្នកគួរតែជ្រើសរើសយកផ្លូវ B ដែលពោពេញទៅដោយដុំទឹកកកព្រោះថាភ្លើងដែលឆេះនៅលើផ្លូវ C នឹងបញ្ចេញកម្ដៅមករំលាយដុំទឹកកកនៅលើផ្លូវ B ឲ្យคล้ายជាទឹកវិញដូច្នេះអ្នកអាចដើរឬហើរឆ្លងកាត់ទឹកនោះបានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពជាងផ្លូវផ្សេងទៀតតែអ្នកណាជាអ្នកគប់ដីភក់ដាក់លោកមេតបម្នាក់នេះកំពុងខឹងសម្បាយ៉ាងខ្លាំងព្រោះមាននរណាម្នាក់បានគប់ភក់ដាក់គាត់នៅចំពោះមុខគាត់មានទាហាន3នាក់ដែលកំពុងមានប្រតិកម្មផ្សេងគ្នាទាហាន A និយាយថានេះលោកមេតបមានទឹកមួយធុងលាងសម្អាតខ្លួនសិនទៅទាហាន B បានសើចចំអកថាគួរឲ្យអស់សំណើចណាស់លោកមេតបអ្នកដែលគប់ដីដាក់លោកមេតបពិតជាមានសេចក្តីក្លាហានមែនទាហាន C មានទឹកមុខភ័យខ្លាចយ៉ាងខ្លាំងនិយាយថាកុំខឹងដាក់ខ្ញុំអីវាមិនពាក់ព័ន្ធនឹងខ្ញុំទេមិនឆ្លាតតែអ្នកណាជាអ្នកគប់ដីភក់ដាក់លោកមេតបចម្លើយគឺជាទាហាន C ព្រោះដៃទាំងសងខាងរបស់ទាហាន C គឺប្រឡាក់ទៅដោយភក់ទាំងអស់ចំណែកទាហាន2នាក់ទៀតដៃរបស់ពួកគេស្អាតធម្មតាតែក្មេងប្រុសម្នាក់ណាដែលកំពុងតែធ្វើពុតជាមានរបួសមានក្មេងប្រុស3នាក់សម្រាប់នៅក្នុងបន្ទប់មន្ទីរពេទ្យដែលមើលទៅហាក់ដូចជាមានរបួសដូចគ្នាក្មេងប្រុស A មានបងរំនៅក្បាលនិងដៃព្រមទាំងជាប់ភ្នែកមើលទៅដូចជាត្រូវបានប្រពន្ធវាយទ្រោមហើយយប់មិញក្មេងប្រុស B មានបងរំនៅដៃកំពុងលេងទូរស័ព្ទយ៉ាងសប្បាយរីករាយហើយនិយាយថាពិតជាល្អណាស់ដែលមិនបាច់ទៅសាលារៀនពេញមួយសប្តាហ៍ក្មេងប្រុស C មានរំបងនៅជើងហើយនិយាយថាភ្លាមខ្ញុំពិតជាឈឺខ្លាំងណាស់មិនស៊ើបអង្កេតតែក្មេងប្រុសម្នាក់ណាដែលកំពុងតែធ្វើពុតជាមានរបួសចម្លើយគឺជាក្មេងប្រុស B ព្រោះគេកំពុងប្រើប្រាស់ដៃដែលរំបងមកកាន់ទូរស័ព្ទយ៉ាងរំភើយដែលជាធម្មតាប្រសិនបើដៃបាក់ឬមានរបួសធ្ងន់រហូតដល់រំបងបែបនេះគេមិនអាចប្រើប្រាស់វាបានយ៉ាងរហ័សរហួនបែបនេះឡើយតើនរណាមានផ្ទៃពោះខ្លាំងស្ត្រី A និយាយថាខ្ញុំចូលចិត្តដើរហាត់ប្រាណនៅពេលព្រឹកដើម្បីរក្សារាងរបស់ខ្ញុំឲ្យនៅស្អាតស្ត្រី B និយាយថាខ្ញុំក៏រត់ជារៀងរាល់ថ្ងៃដែរដើម្បីកុំឲ្យពោះរបស់ខ្ញុំកាន់តែធំទៅស្ត្រី C និយាយថាណែអ្នកអើយប្រយ័ត្នរលូតកូនណាមិនឆ្លាតតែអ្នកអាចប្រាប់បានទេថាតើស្ត្រីមួយណាដែលមានផ្ទៃពោះខ្លាំងនោះចម្លើយស្ត្រី B មិនបានមានផ្ទៃពោះនោះទេព្រោះពោះរបស់នាងមើលទៅដូចជាមានខ្នើយញាត់នៅខាងក្នុងម្យ៉ាងទៀតអ្នកមានផ្ទៃពោះឯណាទៅដែលអាចរត់ហាត់ប្រាណរាល់ថ្ងៃនោះតែនរណាធ្វើឲ្យឡានរបស់ថៃកែខូចជាងជួសជុល A និយាយថាខ្ញុំគឺជាជាងជួសជុលអាជីពមិនអាចធ្វើឲ្យឡានរបស់ថៃកែឆេះបានទេស្ត្រី B និយាយថាលោកថៃកែទទួលទានកាហ្វេមួយកែវសិនទៅដើម្បីឲ្យអារម្មណ៍ស្ងប់ខ្ញុំនឹងជួយស្វែងរកអ្នកដែលបង្កបញ្ហានេះឲ្យថៃកែឲ្យបានសន្តិសុខស៊ីនិយាយថាខ្ញុំបាននៅប្រចាំការនៅមាត់ទ្វាររហូតមិនបានឃើញថានរណាម្នាក់គួរឲ្យសង្ស័យឡើយមិនឆ្លាតជួលស្វែងរកតម្រុយតែអ្នកអាចជួយលោកថៃកែស្វែងរកអ្នកដែលធ្វើឲ្យខូចឡានរបស់គាត់បានទេចម្លើយគឺជាសន្តិសុខស៊ីព្រោះមានដូចភ្លើងដែលឆេះរបេះចេញមកនៅក្រោមជើងរបស់គេ
តែនរណាជាអ្នកចាប់មនុស្សចោចក្មេងប្រុសអេនិយាយថាសំណាងហើយដែលខ្ញុំមកទាន់ពេលដើម្បីជួយអ្នកទាំងអស់គ្នាក្មេងប្រុសប៊ីនិយាយថាច្បាស់ណាស់គឺខ្ញុំជាអ្នកចាប់ចងវានៅនឹងដើមឈើក្មេងប្រុសស៊ីនិយាយថាក្នុងពេលកំពុងប្រយុទ្ធជាមួយវាស្បែកជើងរបស់ខ្ញុំក៏បានបាត់អស់ទៅហើយម្នាក់ស៊ើបអង្កេតតើនរណាទៅដែលជាវរៈបុរសចាប់មនុស្សចោនេះចងចម្លើយគឺជាក្មេងប្រុសប៊ីព្រោះអាវរបស់គេត្រូវបានរហែងដែលបង្ហាញថាគេគឺជាអ្នកដែលបានប្រយុទ្ធជាមួយមនុស្សចោនេះតែនរណានឹងត្រូវស្លាប់មុនគេតួអង្គអេនិយាយថាអ្នកណាក៏បានដែរឲ្យទៅជួយខ្ញុំបាននឹងប្រគល់មាស10ដំឡឹងភ្លាមតួអង្គប៊ីនិយាយថាចិត្តត្រជាក់សិនទៅខ្ញុំជឿថាឆាប់នេះនឹងមានទូកមកសង្គ្រោះពួកយើងហើយមិត្តឆ្លាតអ្នកទាំងពីរនេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់តែអ្នកដឹងទេថាមួយណានឹងត្រូវស្លាប់មុនចម្លើយស្ត្រីប៊ីនឹងត្រូវស្លាប់មុនគេព្រោះខ្សែពួរដែលចងនៅជិតនាងគឺជាដាច់ទៅហើយដូច្នេះនាងនឹងត្រូវធ្លាក់ចុះក្នុងទឹកហើយត្រីឆ្លាមនឹងចាប់ហែកស៊ីមុនគេតែអ្នកយល់ថាអ្នកណាឈឺជើងខ្លាំងតួអង្គអេនិយាយថាមើលចុះពេលខ្ញុំជន់ដីវាឈឺខ្លាំងណាស់តួអង្គប៊ីនិយាយថាប៉ុន្តែវាជារឿងល្អដែលនៅតែអាចដើរបានចំណែកខ្ញុំសូម្បីតែរំកិលខ្លួនក៏មិនបានផងតួអង្គស៊ីនិយាយថាមើលទៅអ្នកទាំងពីរគ្រាន់តែធ្វើពុតជាឈឺដើម្បីបានសម្រាកអ្នកដែលឈឺពិតប្រាកដគឺជាខ្ញុំទេមិត្តឆ្លាតតើអ្នកណាដែលកំពុងបន្លំធ្វើពុតជាឈឺជើងចម្លើយគឺជាបុរសប៊ីព្រោះជើងរបស់គេដែលរំបងទៅហើយនោះនៅតែអាចដើរជាន់ដីធម្មតាដែលបង្ហាញថាគេកំពុងបន្លំធ្វើជាឈឺជើងតើអ្នកណាជាឃាតករតួអង្គអេនិយាយថាមិនមែនខ្ញុំទេខ្ញុំចូលចិត្តការបង្រៀនរបស់គាត់ណាតួអង្គប៊ីនិយាយថាទោះបីជាខ្ញុំមិនចូលចិត្តការបង្រៀនរបស់គាត់ក៏ពិតមែនតែខ្ញុំមិនអាចលើកដៃសម្លាប់លោកគ្រូខ្លួនឯងបាននោះទេតួអង្គស៊ីនិយាយថាខ្ញុំឆ្ងល់ថាគាត់នៅមានជីវិតឬអត់បើមិនអញ្ចឹងទេពួកយើងនាំគ្នារត់គេចទៅម្នាក់ស៊ើបអង្កេតតើអ្នកណាជាអ្នកសម្លាប់គ្រូបង្រៀននេះចម្លើយក្មេងប្រុសស៊ីគឺជាឃាតករព្រោះខ្មៅដៃរបស់គេគឺមានប្រឡាក់ឈាមរបស់លោកគ្រូនេះតើអ្នកទោសមួយណាជាមនុស្សចោអ្នកទោសអេនិយាយថាកន្លែងនេះមិនអាចឃុំឃាំងខ្ញុំបានទេនៅពេលយប់ប្រច័ណ្ឌពេញបរមីចូលមកដល់វាក៏ជាពេលវេលាដែលខ្ញុំត្រូវចេញផងដែរអ្នកទោសប៊ីនិយាយថាប្រសិនបើពួកគេមិនព្រមដោះលែងខ្ញុំទេខ្ញុំនឹងវាយគំទេចរបស់របរនៅទីនេះឲ្យខ្ទេចអស់មិនខានមិត្តឆ្លាតមើលទៅលោកយាយនិងលោកតាទាំងពីរអ្នកនេះអួតខ្លាំងណាស់តែអ្នកដឹងទេថាមួយណាទៅដែលជាមនុស្សចោពិតប្រាកដចម្លើយលោកយីអេគឺជាមនុស្សចោព្រោះនៅលើជញ្ជាំងក្បែរគាត់មានស្នាមក្រញាំចោឆូតពេញជញ្ជាំងតើលោកយាយម្នាក់ណាជាឃាតករលោកយីអេនិយាយថាតែអ្នកទាំងអស់គ្នាអាចដើរលឿនជាងនេះបន្តិចបានទេលោកយាយប៊ីនិយាយថាតើប្រញាប់ទៅណាថ្ងៃនេះអាកាសធាតុល្អខ្លាំងណាស់លោកយាយស៊ីនិយាយថាមិត្តអើយអ្នកមើលទៅហាក់បីដូចជាភ័យខ្លាំងណាស់សម្រួលអារម្មណ៍បន្តិចសិនទៅម្នាក់ស៊ើបអង្កេតចូលស្វែងរកតម្រុយឲ្យបានច្បាស់តើអ្នកអាចរកឃើញឃាតករឬទេចម្លើយលោកយាយស៊ីគឺជាឃាតករព្រោះកាបូបរបស់គាត់ដូចជាមានឈាមស្រស់កំពុងហូរចេញតើមួយណាជាឪពុកម្ដាយពិតប្រាកដរបស់ទារកនេះប្តីប្រពន្ធអេនិយាយថាបងសម្លាញ់មើលចុះពេលគេគេងទៅមុខមាត់ដូចបងបេះបិទតែម្ដងប្តីប្រពន្ធប៊ីនិយាយថានេះជាកូនស្រីរបស់ខ្ញុំទេចេញឲ្យឆ្ងាយពីទីនេះទៅ
một slide ta mùi nè chia mà đại ở một bật prakot ở bao tiêu ní chấm lái đấy propon e cứ chia bông đai bất prakot rút tiêu nụ miên po sọ đôi từ nắng ở bông đai ở bao đấy propon e đàiลูกไม่บัญชีการบานตัวดำแหน่งท่ามินมนุษย์จะเจาะกำปงแหลกล้วนในขนมจำนำผู้เก๋ตั้งใบนี้ปนท้ายกวดมันต้นประกอบเจ็ดนูเต้ถ่ายชิ้นน่ะนี่ยัยท่าเขียนมันโยเตท่าฮาร์ไว้บ้านชีลูกไม่บัญชีการสำลังเมินหมกย้อมแบบนี้บีนี่ยัยท่าไอ้ใบเนื้อจานเป็ดเฮยเพราะฮาร์ชีได้ใส่เรื่องหนึ่งเฮยซีนี่ยัยท่าผู้ไอ้สอยนะย้อมจะฟื้นวีจอบเอาเฮยmột slide តែអ្នកអាចជួយលោកមេបញ្ជាការកំណត់ពីអត្តសញ្ញាណមនុស្សចចកបានទេចម្លើយស្ត្រី A គឺជាមនុស្សចចកព្រោះនាងមានបន្សល់ទុកនៅស្នាមក្រញាំរបស់សត្វចចកនៅលើស្មៅសន្មតថាអ្នកកំពុងធ្វើដំណើរផ្សងព្រេងនៅក្នុងព្រៃជ្រៅនៅពេលនេះនៅពីមុខអ្នកមានផ្លូវស្ពីសម្រាប់ជ្រើសរើសប៉ុន្តែមានផ្លូវតែមួយគត់ដែលនាំអ្នកទៅកាន់កន្លែងមានសុវត្ថិភាពមួយឆ្លាតតែអ្នកគិតថាផ្លូវ A ឬផ្លូវ B ដែលមានសុវត្ថិភាពសម្រាប់អ្នកចម្លើយផ្លូវ B គឺមានសុវត្ថិភាពជាងប្រសិនបើអ្នកសង្កេតមើលឲ្យបានច្បាស់ស្ពានឈើនៅលើផ្លូវគឺបានបាក់បាត់ទៅហើយដូចនេះវាមិនអាចឆ្លងកាត់ដោយសុវត្ថិភាពនោះទេចំណែកឯផ្លូវ B វិញយើងឃើញមានស្នាមដានជើងមនុស្សដែលនេះបង្ហាញថាវាគឺជាផ្លូវដែលគេធ្លាប់ប្រើប្រាស់និងមានសុវត្ថិភាពបំផុតនៅក្នុងការដើរបុរសទាំង3នាក់នេះត្រូវបានព្យុះសង្គ្រាបោកបក់មកទៅនៅលើកោះមួយនេះប៉ុន្តែក្នុងចំណោមពួកគេមានម្នាក់គឺជាមនុស្សពូកែនិយាយថាសំណាងហើយដែលមានផ្លែដូងអាចធ្វើឲ្យយើងរួចជីវិតមួយគ្រាបាន B និយាយថាពួកយើងប្រហែលជាជិតដល់ថ្ងៃស្លាប់ហើយ C និយាយថាដូច្នេះយើងត្រូវតែរកវិធីចាកចេញពីទីនេះឲ្យបានឆាប់មួយឆ្លាតតែអ្នកមានកត់សម្គាល់ឃើញមនុស្សពូកែក្នុងចំណោមពួកគេទេចម្លើយបុរស A គឺជាមនុស្សភពផ្កាយព្រោះនៅត្រង់កន្លែងដែលដាច់រហែកនៅលើដើមដៃរបស់គេមានឈាមពណ៌បៃតងហូរចេញមកដែលបញ្ជាក់ថាគាត់មិនមែនជាមនុស្សធម្មតាឡើយ